អក្សរនេះយើងអានថាហ៊ានបានន័យថារីករាយហ៊ានអាចបង្កើតបានជាមួយនឹងពាក្យហ៊ានស៊ីហើយតម្រងស្ទួនរបស់វាគឺហ៊ានស៊ីហ៊ានស៊ីអាចមានថ្នាក់ពាក្យពីរអាចជាគុណនាមក៏អាចជាកិរិយាសព្ទបានដែរឧទាហរណ៍听到这个消息大家都很欢喜ចំន័យថាក្រោយពេលឮដំណឹងនេះហើយទាំងអស់គ្នាមានភាពរីករាយខ្លាំងណាស់ឧទាហរណ៍បន្ថែមថាហ្វេឆាងហ៊ានស៊ី这个礼物ចំន័យថាគាត់ពិតជារីករាយជាមួយនឹងកាដូនេះខ្លាំងណាស់ដោយឡែកថ្នាក់ពាក្យរបស់ហ៊ានស៊ីគឺគុណកិរិយាវាបញ្ជាក់លក្ខណៈឲ្យកិរិយាសព្ទឧទាហរណ៍他们欢喜地回家了ពួកគាត់ត្រឡប់ទៅផ្ទះវិញដោយភាពរីករាយហ៊ានអ៊ីងបានន័យថាស្វាគមន៍ស៊ីហ៊ានចូលចិត្តក្រោយពីរៀនពាក្យហើយយើងយកពាក្យនឹងមករៀនបង្កើតប្រយោគហើយប្រយោគទាំងពីរនឹងលក្ខណៈជាសន្ទនា A សួរទៅកាន់ B ថានេះស៊ីហ៊ានមក吗ចំណាយថាតើអ្នកចូលចិត្តសត្វឆ្មាអត់ B តបវិញថាពូស៊ីហ៊ានវ៉ាស៊ីហ៊ានកោចំណាយថាមិនចូលចិត្តទេខ្ញុំចូលចិត្តសត្វឆ្កែអរគុណជួបនៅវីដេអូក្រោយទៀត